នេះមិនមែនជាសុបិនតែជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតដែលច្នៃវត្ថុធាតុដើមក្នុងស្រុកពណ៌ធម្មជាតិមានតែមួយគ្មានពីរនោះគឺសុំនីផលិតផលស្នែងរបស់គ្រួសារអ្នកស្រីគួនចិន្តាដែលមានទីតាំងស្ថិតនៅម្ដុំជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញបច្ចុប្បន្នសិប្បកម្មផលិតផលរបស់អ្នកស្រីផ្ដោតសំខាន់លើការកែច្នៃវត្ថុធាតុដើមពីស្នែងគោស្នែងក្របីមកកែខៃច្នៃជាគ្រឿងអលង្ការតុបតែងលម្អខ្លួនយ៉ាងប្រណិតមានទាំងវត្ថុតុបតែងលម្អផ្ទះមិនចាញ់គ្រឿងអលង្ការដែលផលិតចេញពីរបស់មានតម្លៃប៉ុន្មាននោះទេបានជាអ្នកស្រីបង្កើតសិប្បកម្មនេះឡើងគឺផ្ដើមចេញពីបញ្ហាក្លិនមិនល្អរបស់ស្នែងទាំងនេះដោយសារតែផ្ទះរបស់ខ្លួនស្ថិតនៅខាងក្រោយផ្ទះអ្នកលក់ស៊ុបស្ថិតនៅក្នុងខេត្តព្រៃវែងចាដោយសារវាប៉ះពាល់យើងតែនេះជាបញ្ហារបស់យើងពីដំបូងឡើងដោយសារយើងនៅខេត្តព្រៃវែងហ្នឹងគឺយើងនៅក្រោយផ្ទះគេលក់ស៊ុបណាហើយចឹងទៅមួយថ្ងៃគឺវាកើនឆ្អឹងកើនស្នែងដែលគេបោះចោលនៅមុខផ្ទះយើងនឹងវាច្រើនហើយវាមានក្លិននិយាយទៅស្នែងនេះបើសិនជាយើងអត់សម្អាតទេគឺថាវាមានក្លិនហើយវាមានការវិវត្តទៀតដោយសារមាននៅសល់ខ្លាញ់នៅសល់ឈាមចឹងទៅធ្វើឲ្យមានក្លិនហើយមានសត្វល្អិតហើយសត្វល្អិតហ្នឹងនៅពេលដែលវាដុះស្លាបគឺវាហើរមកទុំលើស្បែករបស់យើងគឺល្មាស់ចឹងហើយបានជាយើងព្យាយាមធ្វើមិនគឺយើងដុសសម្អាតវាដាក់ឲ្យវាស្អាតកុំឲ្យវាមានជាតិខ្លាញ់ជាតិឈាមហ្នឹងណាប៉ុន្តែដល់ពេលដែលយើងធ្វើយូរទៅវាកាន់តែច្រើនទៅអញ្ចឹងធ្វើឲ្យយើងមានគំនិតថាចង់ធ្វើមិនដើម្បីកែច្នៃវាឲ្យវាមកប្រើប្រាស់បានហើយទុកបានយូរគ្រប់ការកែច្នៃស្នែងជាគ្រឿងអលង្ការមិនមែនចេះដោយខ្លួនឯងផ្ទាល់នោះទេពោលគឺគ្រួសាររបស់អ្នកស្រីបានចូលរៀនជំនាញជាអ្នកកែច្នៃស្នែងនេះនៅអង្គការមួយកន្លែងឈ្មោះថាប្រាសាទរយៈពេល3ឆ្នាំទើបអាចយកស្នែងទាំងនេះមកកែច្នៃចេញជារូបរាងដ៏ល្អប្រណិតមួយមានក្រវិលខ្សែកចិញ្ចៀនស្នៀតសក់ក្រាស់សិតសក់កងដៃដែលកំពុងតែពេញនិយមផងដែរចាអញ្ចឹងហើយបានជាយើងទៅរៀនជំនាញហ្នឹងនៅអង្គការមួយឈ្មោះប្រសានៅខេត្តព្រៃវែងហ្នឹងហើយយើងរៀនមិនរៀនធម្មតាគេរៀន3ខែ6ខែវគ្គគាត់រៀន3ឆ្នាំព្រោះស្នែងយើងគិតថាមើលទៅវាងាយស្រួលធ្វើប៉ុន្តែធៀបពិតទៅគឺយើងត្រូវការស្វែងយល់ពីវាច្រើនជាទៅស្វែងយល់តាំងពីរៀងតាំងពីអាយុកាលតាំងពីពណ៌ដើម្បីឲ្យយើងធ្វើទៅបានព្រោះស្នែងវាជាធម្មជាតិយើងមិនមែនចិត្តតែច្នៃយើងថាឥឡូវហ្នឹងយើងចង់ធ្វើជាសត្វកុកមួយយើងចូលស្នែងមួយណាក៏ធ្វើបានអត់បានទេយើងត្រូវធ្វើរៀងវាឲ្យដូចហាក់ដើម្បីដែលយើងចង់ធ្វើហ្នឹងហើយពណ៌វាហ្នឹងវាស្អាតអត់បាទយើងធ្វើមកវាមានភាពស្រស់ស្អាតបែបធម្មជាតិរបស់វាទន្ទឹមនឹងនេះបើទោះបីជាក្រុមគ្រួសាររបស់អ្នកស្រីមានគំនិតការកែច្នៃក៏ពិតមែនប៉ុន្តែកន្លងមកគាត់នៅតែជួបឧបសគ្គមួយចំនួនដូចជាបញ្ហាកង្វះដើមទុនទីផ្សារពុំសូវមាននិងការរចនាម៉ូដថ្មីមួយចំនួនផងដែរពិបាកបំផុតគឺយើងអត់មានដើមទុនទេយើងមានតែគំនិតទេយើងអត់មានដើមទុនទេអញ្ចឹងយើងយកអីជាដើមទុនរបស់យើងគឺកម្លាំងរបស់យើងហើយនឹងនិយាយទៅជំនាញរបស់យើងនឹងយកមកធ្វើដើមទុនអញ្ចឹងវាមានផលវិបាកច្រើនមែនតើកូនព្រោះកាលណាយើងអាជីវកម្មដែលយើងចង់ឲ្យគេស្គាល់តើយើងផ្សព្វផ្សាយតើយើងដើរនៅនេះតែដល់ពេលយើងអត់មានហើយយើងជាលក្ខណៈគ្រួសារហើយមានគំនិតនិយាយទៅពីដំបូងមកគឺមានគំនិតតែគ្រួសារខ្ញុំហ្មងសម្រាប់ខ្ញុំអត់មានគំនិតចង់ធ្វើទេដូចយើងគិតចឹងថាចឹងអាហ្នឹងក្លិនមិនល្អអីចឹងហើយយកមកដាក់ផ្ទះហើយធំក្លិនអីចឹងខ្ញុំអត់ចូលចិត្តចឹងហើយខ្ញុំក៏អត់ជួយគ្រប់គ្រងគាត់ដែរពីដំបូងខ្ញុំក៏អត់ជួយគ្រប់គ្រងគាត់ដែរប៉ុន្តែនៅពេលដែលគាត់ចាប់ដើមច្នៃគាត់ធ្វើនិយាយទៅគាត់អាប់ដេតពីអារូបភាពរបស់តាំងចង្អេចងាងមកវាទូចខ្ជូតហើយពណ៌វាក៏ស្អាតហ្នឹងធ្វើឲ្យខ្ញុំស្រឡាញ់ពេញចិត្តបានខ្ញុំជួយដើរទីផ្សារឲ្យគាត់អញ្ចឹងគាត់ត្រូវជំនះមុនដំបូងគេហ្នឹងគឺថាក្រុមគ្រួសារហ្នឹងតែម្ដងក្រុមគ្រួសារដែលអត់ព្រមទទួលយកអាហ្នឹងណាចាហើយបាននិយាយទៅវាមានច្រើនទៀតតាំងអតិថិជនគាត់មានបញ្ហាមកអតិថិជនតាំងកន្លែងយើងដែលយើងយកទៅដាក់លក់ហ្នឹងកន្លែងផ្ញើហ្នឹងវាមានបញ្ហាមិនមែនថាយើងអត់មានទុនយើងមានអីវ៉ាន់យើងយកទៅផ្ញើគេវាងាយស្រួលកន្លែងខ្លះគឺគេអត់យករបស់យើងទេចាហើយកន្លែងខ្លះទៀតលក់បានទៅយើងអត់ចេះធ្វើគេហៅថាអាស្តុកអីការ payment អីហ្នឹងវារញ៉េរញ៉ៃអាហ្នឹងច្រើនមែនតើបើតាមលោកត្រីសុច័ន្ទជាអ្នកច្នៃផលិតផលទាំងនេះបានរៀបរាប់ថាការផលិតវិញគឺมันមានភាពងាយស្រួលប៉ុន្មាននោះទេ
ពលគឺរាល់គ្រឿងអលង្ការទាំងអស់សុទ្ធតែកែច្នៃចេញពីស្នែងផ្សេងៗទៅតាមហើយប្រភេទនៃគ្រឿងផងដែរ វាមិនអាស្រ័យលើមួយពីរសំខាន់លើម៉ូដម៉ាកម៉ូដខ្លះវាលំអិតខ្លាំងហើយវាយូរវាទៅតាមម៉ោងពេលម៉ូដខ្លះធ្វើតាមផ្លែតតែក៏វាលក់បានធូរថ្លៃដែរម៉ូដខ្លះយើងធ្វើយូរម៉ូដវាច្រើនកវិចកវាវច្រើនដុសខាត់តែសម្អាតយូរវាថ្លៃទៅតាមហ្នឹងអញ្ចឹងមានយើងធ្វើរបៀបជាក្បាច់ខ្មែរក្បាច់អីចាក់ជាក្បាច់ខ្មែរជាបតោងសោជាបតោងខ្សែកអីខ្សែដៃអញ្ចឹងមានក្បាច់ខ្មែរបញ្ចូលក្នុងហ្នឹងមានស្ពាន់មានអីប្រាក់អីហ្នឹងទៅពិបាកវាមានច្រើនណាបងចូលដំបូងវាយើងអត់ចេះអីសោះអញ្ចឹងយើងដោះក្រាស់ខាត់ហ្នឹងវាខ្លះវាស៊ីដៃអញ្ចឹងបងវាអាចចេញឈាមចេញអីខ្លះអីវ៉ាន់ខ្លះទៅវាមានមុតដៃមួយអីអញ្ចឹងណាបង